អ៊ីរ៉ង់បាននិយាយថាខ្លួនចង់ឲ្យមានការទទួលស្គាល់សិទ្ធិរបស់ខ្លួននៅក្នុងការផលិតសារធាតុអ៊ុយរ៉ាញ៉ូមហើយការដាក់កម្មវិធីមីស៊ីលរបស់ខ្លួនចូលក្នុងតុចរចានឹងធ្វើឲ្យប្រទេសងាយរងការវាយប្រហារពីអ៊ីស្រាអែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃសៅរ៍ថាអ៊ីរ៉ង់នឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ាប្រសិនបើកងទ័ពអាមេរិកដែលកំពុងប្រមូលកម្លាំងនៅក្នុងតំបន់នោះធ្វើការវាយប្រហារលើអ៊ីរ៉ង់ដោយបញ្ជាក់ថាវាមិនគួរត្រូវបានចាត់ទុកជាការវាយប្រហារលើប្រទេសដែលផ្ដល់ទីតាំងឲ្យមូលដ្ឋានទ័ពទាំងនោះឡើយរដ្ឋមន្ត្រីការបរទេសអាប់បាសអាក្រាជីបាននិយាយជាមួយទូរទស្សន៍ Al Jazeera របស់កាតាមួយថ្ងៃបន្ទាប់ពីទីក្រុងធីរ៉ាននិងវ៉ាស៊ីនតោនបានសន្យាថានឹងបន្តការចរចានុយក្លេអ៊ែរបន្ទាប់ពីទាំងពីរភាគីបានពិពណ៌នាការពិភាក្សានៅប្រទេសអូម៉ង់កាលពីថ្ងៃសុក្រមានលទ្ធផលវិជ្ជមាននៅពេលមុននេះការឆ្លើយតបរបស់អ៊ីរ៉ង់រួមទាំងការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអាមេរិកមួយនៅកាតាដែលជាប្រទេសមានទំនាក់ទំនងល្អទាំងជាមួយធីរ៉ាននិងវ៉ាស៊ីនតោនលោកអាក្រាជីបាននិយាយថាប្រសិនបើមានការវាយប្រហារថ្មីពីអាមេរិកផលវិបាកអាចស្រដៀងគ្នានឹងអ្វីដែលបានកើតឡើងមុនយើងមិនអាចវាយប្រហារទឹកដីអាមេរិកបានទេប៉ុន្តែយើងនឹងវាយប្រហារលើមូលដ្ឋានរបស់ពួកគេនៅក្នុងតំបន់ហើយយើងនឹងមិនវាយប្រហារលើប្រទេសជិតខាងទេតែយើងនឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅក្នុងប្រទេសទាំងនោះអ៊ីរ៉ង់បាននិយាយថាខ្លួនចង់ឲ្យមានការទទួលស្គាល់សិទ្ធិរបស់ខ្លួននៅក្នុងការផលិតសារធាតុអ៊ុយរ៉ាញ៉ូមហើយការដាក់កម្មវិធីមីស៊ីលរបស់ខ្លួនចូលក្នុងតុចរចានឹងធ្វើឲ្យប្រទេសងាយរងការវាយប្រហារពីអ៊ីស្រាអែលខណៈដែលលោកអាក្រាជីបាននិយាយថាមិនទាន់កំណត់ការបរិច្ឆេទសម្រាប់វគ្គចរចាបន្ទាប់នៅឡើយទេប្រធានាធិបតី Donald Trump បាននិយាយថាវាអាចកើតឡើងនៅដើមសប្តាហ៍ក្រោយយើងនឹងវ៉ាស៊ីនតោនទាំងពីរជឿថាវាគួរត្រូវបានធ្វើឡើងឆាប់ៗនេះលោកអាក្រាជីបាននិយាយលោកត្រាំបានគម្រាមវាយប្រហារលើអ៊ីរ៉ង់បន្ទាប់ពីអាមេរិកបានពង្រឹងកម្លាំងទ័ពជើងទឹកនៅក្នុងតំបន់ដោយទាមទារឲ្យអ៊ីរ៉ង់បោះបង់ការផលិតអ៊ុយរ៉ាញ៉ូមដែលអាចជាផ្លូវទៅរកគ្រាប់បែកនុយក្លេអ៊ែរក៏ដូចជាបញ្ឈប់ការអភិវឌ្ឍមីស៊ីលបាឡីស្ទិកនិងការគ្រប់គ្រងក្រុមប្រដាប់អាវុធនៅក្នុងតំបន់ក្រុងធីរ៉ានតែងបដិសេធថាខ្លួនមិនមានបំណងបំលែងកម្មវិធីនុយក្លេអ៊ែរទៅជាអាវុធឡើយខណៈដែលភាគីទាំងពីរបង្ហាញពីភាពត្រៀមខ្លួនក្នុងការធ្វើការទូតឲ្យរស់ឡើងវិញជុំវិញវិវាទនុយក្លេអ៊ែរយូរអង្វែងរបស់អ៊ីរ៉ង់ជាមួយលោកខាងលិចលោកអាក្រាជីបានបដិសេធការពង្រីកប្រធានបទចរចាការពិភាក្សាណាមួយត្រូវការបោះបង់ការគម្រាមកំហែងនិងសម្ពាធអ៊ីរ៉ង់ពិភាក្សាតែបញ្ហានុយក្លេអ៊ែរតែប៉ុណ្ណោះយើងមិនពិភាក្សាបញ្ហាផ្សេងទៀតជាមួយអាមេរិកឡើយលោកអាក្រាជីបាននិយាយបែបនេះកាលពីខែមិថុនាឆ្នាំមុនអាមេរិកបានវាយប្រហារលើស្ថាប័ននុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយចូលរួមក្នុងដំណាក់កាលចុងក្រោយនៃយុទ្ធនាការវាយប្រហាររយៈពេល12ថ្ងៃរបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមកអ៊ីរ៉ង់បាននិយាយថាខ្លួនបានផ្អាកសកម្មភាពអ៊ុយរ៉ាញ៉ូមបើទោះបីជាការចរចាពេលថ្មីៗនេះហាក់មានដំណើរការប្រសើរជាងមុនក្តីតែការវាយប្រហារគ្នាគំរាមគ្នាតាមពាក្យសម្ដីបែបនេះអាចនឹងបញ្ឆេះឬដាក់សម្ពាធបន្ថែមនៃការចរចានិងអាចមានភាពហុយស្រួយក្នុងការផ្ទុះសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់